ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបទាញកម្មវិធីបសសរបៀបបង់បសសបុគ្គលស្វ័យនិយោជនិងរបៀបឆែកភាគទានដែលបានបង់រួចដំបូងយើងចូលទៅក្នុង Play Store បន្ទាប់មកវាយពាក្យបសស Member បន្ទាប់មកចុចពាក្យ Install រួចធ្វើការរងចាំរហូតកម្មវិធី download ចប់បន្ទាប់មកចុច Open នៅពេលកម្មវិធីដំណើរការយើងចូលទៅក្នុងប្រអប់លេខសម្គាល់សមាជិកបសសរួចវាយលេខ14ខ្ទង់ដែលមានលើកាតបសសចូលបន្ទាប់មកនឹងលោតចេញផ្ទាំងបែបនេះដែលមានបង្ហាញឈ្មោះនិងលេខទូរស័ព្ទហើយយើងជ្រើសយកផ្ញើសារមកខ្ញុំបន្ទាប់មកនឹងមានផ្ញើសារលេខ6ខ្ទង់ពីបសសមកកាន់លេខទូរស័ព្ទរបស់អ្នកយើងយកលេខ6ខ្ទង់មកបំពេញក្នុងប្រអប់បន្ទាប់មកយើងកំណត់លេខកូដ6ខ្ទង់ជាថ្មីបន្ទាប់មកយើងវាយលេខ6ខ្ទង់ដែលយើងកំណត់អំបញ្ញមិញចូលបន្ទាប់មកយើងចុចទៅលើសញ្ញាព្រួញចំនួន3ដងនោះការផ្ទៀងផ្ទាត់បានសម្រេចបន្ទាប់មកយើងអាចចុចព័ត៌មានផ្ទាល់ខ្លួននិងមើលព័ត៌មានភាគទាននិងរបាយការណ៍ត្រង់របាយការណ៍នេះការបង់ភាគទានស្វ័យនិយោជមិនទាន់បានបង់នៅឡើយទេបង្ហាញថាមិនមានទិន្នន័យចំណុចទី2នឹងបង្ហាញបងប្អូនពីរបៀបបង់បសសតាមរយៈធនាគារ ABA យើងចូលទៅក្នុង App ABA បន្ទាប់មកជ្រើសយកសេវាស្ថាប័នរដ្ឋាភិបាលបន្ទាប់មកយើងធ្វើការអូសទៅផ្នែកខាងក្រោមយើងជ្រើសយកបសសបុគ្គលស្វ័យនិយោជបន្ទាប់មកយើងធ្វើការវាយលេខក្នុងកាតបសសចំនួន14ខ្ទង់ចូលចំនួនទឹកប្រាក់នឹងលោតដោយស្វ័យប្រវត្តិយើងបើកប៊ូតុងបង្កើតគំរូទូទាត់ប្រចាំខែរួចវាយឈ្មោះដែលយើងចង់ដាក់ដើម្បីងាយស្រួលក្នុងការទូទាត់នៅខែបន្ទាប់មកចុចពាក្យបង់ឥឡូវការបង់ភាគទានបុគ្គលស្វ័យនិយោជបានរួចរាល់ចំណុចទី3របៀបឆែកភាគទានបានបង់រួចយើងចូលទៅក្នុង App បសសរួចជ្រើសយកព័ត៌មានផ្ទាល់ខ្លួនចានឹងចេញផ្ទាំងបែបនេះរួចជ្រើសយកបង់ភាគទានចាឃើញ2025បន្ទាប់មកយើង select យកស្វ័យនិយោជចានឹងចេញព័ត៌មានដែលយើងបានបង់រួចហើយសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ